សួស្តីបងប្អូនថ្ងៃនេះខ្ញុំមកមើលម៉ាស៊ីនត្រជាក់របស់បងប្អូនខ្មែរយើងគាត់មានផ្ទះជួលបងគាត់ខូចម៉ាស៊ីនត្រជាក់ឥឡូវកំពុងឈរចាំមកផ្ទះនេះគឺជាម៉ាស៊ីនត្រជាក់ផ្នែកខាងក្រៅបញ្ហាគឺផ្នែកខាងក្នុងយើងហៅថាកង្ហារខ្យល់វាសម្រាប់បឺតខ្យល់ផ្លុំខ្យល់ត្រជាក់ចេញទៅតាមបន្ទប់ណាអានេះខ្ញុំដោះចេញមកក្រៅដោយបងប្អូនបានឃើញអញ្ចឹងផ្លិតខ្យល់នេះមើលទៅវាជាប់សិតតែដីអញ្ចឹងបានខ្ញុំគិតថាវាធ្វើឲ្យម៉ូទ័រឆាប់ខូចដោយសារតែដីវាតោងជាប់ផ្លិតនឹងច្រើនពេកធ្វើឲ្យធ្ងន់ណាមួយធ្ងន់នឹងវាអាចអត់ស្មើមកខាងធ្ងន់ទៅមកខាងស្រាលទៅវាធ្វើឲ្យយកផ្លិតខ្យល់ហ្នឹងវាធ្វើឲ្យម៉ូទ័រហ្នឹងក៏ឆាប់ខូចលលងបដាងដែរឥឡូវខ្ញុំនឹងដោះបំបែកប៉ុន្តែមុនដោះបំបែកវាបាញ់ប្រេងកាត់ច្រេះទុកឲ្យវាស៊ីច្រេះហ្នឹងអស់សិនទៅស្នូលនេះគេដាក់ជាប់ជាមួយនឹងផ្លិតខ្យល់ស្នូលដែកកដាលនេះគឺម៉ូទ័រនេះវាលលងអញ្ចឹងហើយបានពេលម៉ូទ័រវាធ្វើការវាបោកលាន់ហើយវាគៀងទៀតឥឡូវមុនដោះយកដូចថាម៉ូទ័រស្នូលម៉ូទ័រហ្នឹងវាជាប់នឹងផ្លិតខ្យល់ហ្នឹងតពីបាញ់ប្រេងហើយបងប្អូនត្រូវយកกระดาษខាត់ដែកស្នូលម៉ូទ័រហ្នឹងធ្វើម៉េចឲ្យវាឃើញដែកសមកអស់ច្រេះអាហ្នឹងងាយទាញម៉ូទ័រចេញពីផ្លិតខ្យល់ហ្នឹងវាមានខ្ចៅមួយទៀតដាក់ជាប់នឹងផ្លិតខ្យល់ហ្នឹងទៅជាប់ជាមួយនឹងស្នូលម៉ូទ័រកុំឲ្យវារបូតពេលវិលឥឡូវត្រូវដោះខ្ចៅហ្នឹងមួយចេញបធូរវាហើយមើលតើវាធូរយើងនឹងទៅដោះម៉ូទ័រនៅខាងក្រោយធុងហ្នឹងពេលយើងបធូរហើយក៏ទៅធូរហើយពេលហ្នឹងយកតកាប់នេះទៅមូលស្នូលម៉ូទ័រហ្នឹងធ្វើម៉េចគៀកវាឲ្យលលងជាមួយនឹងផ្លិតខ្យល់ហ្នឹងកាលណាវាលលងហើយបានន័យថាយើងអាចទាញវាចេញយើងដោះខ្ចៅ3ទៀតជើងចាប់ម៉ូទ័រនេះបើនិយាយទៅកង្ហារខ្យល់នេះវាម៉ាស៊ីនត្រជាក់វាសេរីចាស់យូរហើយបើខ្ញុំគិតទៅវាអាយុប្រហែលផ្ទះសង់ថ្មីមក50-60 ឆ្នាំហើយមើលតែម៉ូទ័រដឹងហើយម៉ូទ័រនេះសេរីឥឡូវនឹងអត់មានទៀតបងប្អូនមានក៏ពិបាកកំងបានភ្លាមម៉ូទ័រនេះវាធ្វើតូចណាតូចពីម៉ូទ័រឥឡូវរៀង frame វាគឺធំជាងនឹងទំហំឥឡូវនេះបន្ទាប់ពីដោះខ្ចៅឲ្យចេញហើយអាចគៀកម៉ូទ័រនឹងចេញពីផ្លិតខ្យល់ហ្នឹងវារៀងនៅមិនតាន់ដូចថាធូរល្អអញ្ចឹងយើងអាចគៀកស្នូលម៉ូទ័រនឹងថែមទៀតឲ្យកាន់តែវាលលងរបូតចេញពីផ្លិតខ្យល់អញ្ចឹងយើងដកហូតមកស្រួលអញ្ចឹងហើយម៉ូទ័រវាចាស់ខ្ញុំគិតថាម៉ូទ័រខ្យល់នេះវាយូរឆ្នាំហើយអញ្ចឹងអានេះសេរីចាស់ខ្ញុំគិតថាមិនងាយរកហើយតតែកំងយ៉ាងយូរក៏2-3ថ្ងៃទៅ5ថ្ងៃដែរអានេះម៉ូទ័រតូចមែនទែនទំហំវា
motorក្រោយវាធំជាងនឹងមកវាលង snow អញ្ចឹងហើយបានវាបោកវិលម្ដងទៅវាវិលម្ដងគៀងអញ្ចឹងទៅបងប្អូនខ្ញុំនឹងមានវីដេអូបន្ទាប់អំពីការដូរ motor ថ្មីណាទៅនឹងកង្ហារខ្យល់អរគុណបងប្អូនបានតាមដានវីដេអូខ្ញុំ